ខ្លាចតែយើងអត់យល់យល់ទាំងអស់គ្នាអត់ចំណុចនេះខ្ញុំយល់ យល់ទៅរាល់ថ្ងៃឃើញគ្នាយើងស្ងាត់អ្នកខ្លះស្ងាត់ខ្លាចតែរៀនហើយអត់យល់ពេលអត់យល់យកប្រើការក៏វាអត់មានន័យអីដែរហើយមេរៀនទាំងអស់វាសិតតែចងជាប់គ្នាមកជាមួយគ្នាអញ្ចឹងសំខាន់ណាស់ដែលយើងត្រូវយល់មួយមួយឲ្យដាច់ពីគ្នាសិនថាអ្វីទៅជា auto block អ្វីទៅជា breaker auto block វានៅពេលណា breaker វានៅពេលណាបង្កើតបានហើយបើវាបង្កើតហើយគួរយកវាទៅលេងមិនប្រើវាមិនឲ្យត្រូវអាហ្នឹងជារឿងដែលសំខាន់អញ្ចឹងមេរៀនណាដែលសិតតែមានចំណុចសំខាន់នៅក្នុងហ្នឹងឯងសិតមានកលឹះរបស់វាឯងប៉ុន្តែសូមថាមេរៀនទាំងអស់ហ្នឹងវាខុសគ្នាផ្លាយពីគ្នាអត់ទេមេរៀនទាំងអស់ហ្នឹងយើងអាចនិយាយបានថាវាស្ទើរគ្នាអត់ស្អីអា auto block ក៏ពេលយើងរងចាំ entry អញ្ចឹងអា FPG ក៏យើងរងចាំ entry អញ្ចឹងអា breaker ក៏យើងរងចាំ entry អញ្ចឹងវាអត់ខុសគ្នាទេមកឥឡូវខ្ញុំគូសរបៀបថានៅក្នុងការ entry អញ្ចឹងពេលតែផ្សារឡើងមក bullish ម្ដងទៀតអញ្ចឹងពេលតែវាឡើងមក bullish ដល់កន្លែងនេះម្ដងទៀតតើយើងអាច entry បាននៅពេលណាឃើញយើងមានចាំលក្ខខណ្ឌ entry អត់ឃើញទេតវាបង្កើតបាននៅពេលវា entry បាននៅពេលដែលវាបង្កើតលក្ខខណ្ឌអីគេ លក្ខខណ្ឌ គឺវាបង្កើតអូ barrier on the block គឺ breaker អញ្ចឹងលក្ខខណ្ឌទី1របស់វាពេលដែលវាឡើងចាក់កន្លែង breaker យើងរងចាំលក្ខខណ្ឌអីលក្ខខណ្ឌ strip អញ្ចឹងបើកន្លែងហ្នឹងវាបង្កើតលក្ខខណ្ឌ strip បានន័យថាវាចង់បញ្ជាក់ប្រាប់យើងថា auto block មួយហ្នឹងវាមានទូនាទីឬក៏វាមានពលភាពនៅក្នុងការទប់ direction មួយហ្នឹងប៉ុន្តែបើកន្លែងហ្នឹងវាបង្កើតលក្ខខណ្ឌអីបើវាបង្កើតអញ្ចឹងវាបង្កើតលក្ខខណ្ឌអីវាអត់មាននេះទេវាអត់មានពួកនេះទេបើវាមានតែប៉ុណ្្នេះអាហ្នឹងកន្លែងហ្នឹងវាបង្កើតលក្ខខណ្ឌអី ខណ្ឌ break អញ្ចឹងបើវាបង្កើតលក្ខខណ្ឌ break វាចង់បង្ហាញប្រាប់យើងថាម៉េចអូច្រាស់ឡើងទៅលើវិញហើយបើសិនវាបង្កើតលក្ខខណ្ឌ break នៅក្នុងកន្លែង breaker បានន័យថាវាចង់បង្ហាញប្រាប់យើងថា direction ហ្នឹងវានឹងបន្តបញ្ច្រាស់លំហូរ breaker ឡើងទៅលើវិញប៉ុន្តែអ្វីដែលយើងត្រូវដឹងបើសិនវាបង្កើតលក្ខខណ្ឌ break នៅក្នុងកន្លែង breaker បានន័យថា breaker នេះវាអត់មានសម្បូរភាពនៅក្នុងការ